រឿងខ្មោចនាំនៅឆ្នាំ1996នៅក្នុងភូមិល្វេដ៏ស្ងប់ស្ងាត់ជ្រងំមួយមានបងប្អូនប្រុស2នាក់ឈ្មោះសុកនិងសាននៅថ្ងៃបុណ្យឡើងអ្នកតាប្រចាំភូមិពួកគេបានទៅមើលការបញ្ចាំងវីដេអូនៅទីវត្តអារាមជាមួយអ្នកស្រុកភាពសប្បាយរីករាយបានអស់បន្លាយរហូតទៅដល់ពាក់កណ្ដាលយប់ពេលនោះសុកនិងសានសម្រេចចិត្តថាត្រូវត្រឡប់ទៅផ្ទះវិញដោយដើរកាត់ផ្លូវតូចចង្អៀតមួយដែលនៅជាប់នឹងព្រៃឫស្សីដ៏ក្រាស់ខណៈពេលដើរនៅក្នុងភាពងងឹតសំឡេងខ្យល់បក់បោកប៉ះជាមួយនឹងដើមឫស្សីបង្កើតជាសំឡេងសូរស័ព្ទគួរឲ្យខ្លាចធ្វើឲ្យបងប្អូនទាំងពីរមានអារម្មណ៍ថាស្រីវឆ្អឹងខ្នងស្រាប់តែបន្តិចក្រោយមកពួកគេឮសំឡេងស្រីស្រស់ម្នាក់ហៅថាបងមកលេងផ្ទះខ្ញុំសិនមកសំឡេងនោះមានភាពទន់ភ្លន់និងល្វើយហាក់បីដូចជាចម្លែកនៅក្នុងចិត្តបន្តិចសុកនិងសានងាកមើលគ្នាហើយដោយភាពចង់ដឹងចង់ឃើញពួកគេសម្រេចដើរទៅតាមសំឡេងនោះពួកគេដើរចូលទៅក្នុងគុម្ពឫស្សីដែលមានដើមឫស្សីខ្ពស់និងស្លឹកចាស់បាំងបិទពន្លឺនៅពេលនោះពួកគេឃើញស្រមោលស្ត្រីម្នាក់ពាក់អាវពណ៌សខ្ចីសក់វែងឈរនៅចន្លោះដើមឫស្សីនាងញញឹមហើយក្រវីដៃហៅពួកគេទាំងពីរចូលទៅជិតដោយហេតុផលអ្វីមួយទាំងសុកនិងសានមានអារម្មណ៍ដូចជាត្រូវគេសន្តំចិត្តឲ្យដើរតាមនាងដោយមិនអាចបដិសេធបានបន្ទាប់មកអ្វីក៏คล้ายជារឿងស្រពេចស្រពិលពួកគេលែងចាំអ្វីទៀតហើយលុះព្រឹកឡើងអ្នកស្រុកម្នាក់ដែលដើរទៅរកអុសនៅជិតព្រៃឫស្សីបានឮសំឡេងធ្ងោចេញពីក្នុងគុម្ពឫស្សីគាត់ចូលទៅមើលហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញសុកនិងសានស្ថិតនៅកណ្ដាលគុម្ពឫស្សីដែលមានដើមឫស្សីព័ទ្ធយ៉ាងក្រាស់ដូចជាត្រូវគេចាប់ចងអ្នកស្រុកប្រញាប់រត់ទៅហៅអ្នកផ្សេងទៀតឲ្យមកជួយពួកគេបាននាំគ្នាយកកាំបិតនិងថៅកាប់ដើមឫស្សីនោះប៉ុន្តែគុម្ពឫស្សីនោះហាក់ដូចជាមិនធម្មតាដើមឫស្សីហាក់ដូចជារឹងមាំខុសពីធម្មតាហើយស្លឹកឈើជុំវិញនោះផ្ដល់នៅអារម្មណ៍ថាមានអ្វីមួយកំពុងតែសម្លឹងមកពួកគេបន្ទាប់ពីកាប់ឫស្សីជិត4ម៉ោងទើបពួកគេអាចជួយសុកនិងសានចេញមកវិញបាននៅពេលសុកនិងសានចេញមកវិញពួកគេមានទឹកមុខស្លេកស្លាំងហើយភ័យខ្លាចញ័រទន្ទ្រើមពេញតែខ្លួនអ្នកស្រុកនាំគ្នាសួរពីហេតុការណ៍ដែលបានកើតឡើងចំពោះបងប្អូនទាំងពីរពួកគេបានរៀបរាប់ថាពួកគេឮសំឡេងនារីម្នាក់ហៅឲ្យទៅលេងផ្ទះពួកគេដើរតាមនាងចូលទៅក្នុងព្រៃឫស្សីប៉ុន្តែក្រោយមកពួកគេលែងចាំអ្វីទៀតហើយលុះពេលដឹងខ្លួនពួកគេបានជាប់នៅកណ្ដាលគុម្ពឫស្សីដោយមានអារម្មណ៍ថាមានអ្វីមួយចាប់ពួកគេជាប់អ្នកចាស់ទុំនៅក្នុងភូមិបាននិយាយថានេះជាទីតាំងដែលធ្លាប់មានស្ត្រីម្នាក់ស្លាប់ដោយគ្រោះថ្នាក់ជាច្រើនឆ្នាំមុនវិញ្ញាណរបស់នាងតែងតែលងបន្លាចអ្នកដែលឆ្លងកាត់ព្រៃឫស្សីនោះនៅពេលយប់ដោយព្យាយាមនាំពួកគេចូលទៅក្នុងគុម្ពឫស្សីហើយធ្វើឲ្យជាប់នៅទីនោះពួកគេហៅវិញ្ញាណនោះថាខ្មោចនាំ ច
ចាប់តាំងពីថ្ងៃនោះមកគ្មាននរណាម្នាក់ហ៊ានដើរកាត់ព្រៃឫស្សីនោះទៀតទេនៅពេលយប់រឿងរ៉ាវរបស់សុកនិងសានបានคล้ายជារឿងនិទានដ៏ព្រឺព្រួចមួយដែលអ្នកស្រុកតែងតែរៀបរាប់ប្រាប់កូនចៅដើម្បីជាការព្រមានឲ្យប្រយ័ត្នប្រយែងនិងខ្មោចនាំដែលអាចលងបន្លាចពួកគេឬអាចនាំពួកគេឲ្យជាប់ទៅក្នុងព្រៃឫស្សីបាន